បង្កើតកម្មវិធីឲ្យយើងប្រើប្រាស់ដៃរបស់យើងដើម្បីវាយ keyboard ដើម្បីចុច keyboard ហើយដើម្បីសរសេរកូដម្ដងមួយអក្សរមួយអក្សរមួយបន្ទាត់វានឹងក្លាយទៅជារឿងទៀនថ្ងៃក្រោយហេតុអីដោយសារតែ AI អញ្ចឹងគ្រប់គ្នាគឺនិយាយពី AI ហើយ AI វាគឺកំពុងតែចូលខ្លួនហើយវាកំពុងតែដើរតួនាទីយ៉ាងសំខាន់ជួយ developer ជាច្រើននៅក្នុងការសរសេរកូដ check code គ្រប់សពបែបយ៉ាងនៅក្នុងការងារ development អញ្ចឹងមិនបាច់ជឿខ្ញុំក៏បានដែរប៉ុន្តែយើងវិភាគរឿងមួយចំនួនទាំងអស់គ្នារបស់ខ្លះគេឲ្យតម្លៃទៅលើអ្វីដែលយើងបានបង្កើតពីដៃការខិតខំប្រឹងប្រែងដើម្បីឲ្យបានជារបស់នឹងមួយគេអាចឲ្យតម្លៃឧទាហរណ៍របស់នៅក្នុងសិប្បកម្មធ្វើដោយដៃយើងអាចមានចិត្តមួយថាអូរបស់ហ្នឹងគេធ្វើពីដៃអញ្ចឹងវាមានតម្លៃមានអីចឹងទៅព្រោះគំនូដែលគេខំគូម្ដងបន្តិចចេញពីគំនិតច្នៃប្រឌិតចឹងទៅយើងឲ្យតម្លៃចឹងទៅហ្នឹងហើយក៏ប៉ុន្តែសម្រាប់ខ្ញុំយល់ថាកម្មវិធីដែលយើងប្រើប្រាស់ប្រហែលជាគេអត់ដាក់វានៅក្នុងប្រភេទហ្នឹងគេឲ្យតម្លៃទៅលើថា how it made របៀបដែលយើងបង្កើតវាមកតែគេផ្ដោតទៅលើ result ទៅលើ functional ទៅលើអ្វីដែល app ហ្នឹងដែលកម្មវិធីមួយហ្នឹងដែលរបស់មួយដែលយើងបង្កើតហ្នឹងវាដោះស្រាយបញ្ហាអីបានជួយទៅលើអីបានចឹងអានោះអ្វីដែលខ្ញុំគិតចឹងដល់ពេលយើងគិតដល់កន្លែងហ្នឹងយើងដឹងពីសមត្ថភាព AI វាអាចជួយយើងការងារខ្លះយើងធ្វើ2-3ថ្ងៃវាអាចជួយយើង1ម៉ោង2ម៉ោងហើយអាហ្នឹងទៅតាមសមត្ថភាពអ្នកដែលចេះប្រើ AI ដែរអញ្ចឹងបានថាសម្រាប់អ្នករៀនគិតមិនអ្នករៀនអាចពិចារណាបើពីខ្ញុំទៅគឺយើងត្រូវតែចេះប្រើ AI តែម្ដងក្នុងនាមខ្ញុំជាអ្នក lead project ខ្ញុំតែងតែជំរុញឲ្យក្រុមការងារចាប់ផ្ដើមរៀនចាប់ផ្ដើមប្រើ AI ដើម្បីជួយនៅក្នុងការងារ project ហើយបើយើងបារម្ភពីរឿង privacy អានឹងវានៅលើយើងចេះប្រើប្រាស់ទេហើយខ្ញុំមិនបកស្រាយក្នុងវីដេអូហ្នឹងទេយើងត្រូវគិតថាកូដដែលយើងសរសេររាល់ថ្ងៃហ្នឹងតើវាមានប្រភពពីណាឲ្យពិតប្រាកដការងារដែលយើងត្រូវយកមកធ្វើហ្នឹងតើវាមានប្រភពពីណាឲ្យពិតប្រាកដពេលដែលខ្ញុំចូលធ្វើការដំបូងគ្រាន់តែជាអ្នកសរសេរកូដធម្មតាខ្ញុំអត់យល់ទេប៉ុន្តែពេលដែលខ្ញុំឡើងទៅលើតិចទៀតគឺយើងយល់ថាអ្វីៗគ្រប់យ៉ាងវាចេញពីតម្រូវការទីផ្សារតម្រូវការ business តម្រូវការរបស់អ្នកប្រើប្រាស់លុយដែលត្រូវយកមក support ការងារហ្នឹងអញ្ចឹងគិតទៅថាអ្នកដែលឲ្យលុយយើងដើម្បីមក support project មួយហ្នឹងឲ្យយើងសរសេរ project មួយហ្នឹងបើសិនជាគេបដូរការគិតរបស់គេយល់ពី AI ដែរហើយមានអ្នកជំនាញដែលអាចដោះស្រាយបញ្ហាឲ្យគេបានលឿនដោយគេប្រើប្រាស់ AI សួរថាគេនឹងនៅជ្រើសរើសយើងដែលគ្រាន់តែសរសេរ manual សរសេរកូដពឹកចឹងទៅឬក៏គេជ្រើសរើសយកការងារលឿនគិតប៉ុណ្ណឹងយើងអាចធ្វើសេចក្តីសន្តានហើយស្ម័គ្រចិត្តបានដែរប៉ុន្តែបើពីខ្ញុំគឺ 100% ដូចខ្ញុំនិយាយពីដំបូងអញ្ចឹងអាការដែលយើងសរសេរកូដ manual ហ្នឹងវានឹងក្លាយជារឿងនិទានថ្ងៃក្រោយអញ្ចឹងមានតែ AI agent អាចជួយបានហើយកាលមុន AI វាចេញត្រឹមកម្រិតយើងអាចឆាតមកវាសរសេរឲ្យវាឲ្យជាកូដយើងយកមកប្រើតែមួយរយៈក្រោយនេះរហូតដល់ឥឡូវហ្នឹងវាកាន់តែបំផុតល្អទៅរហូតដល់វាមាន AI agent ផ្ទាល់នៅលើ IDE ដែលយើង
និយាយជាមួយវាផ្ទាល់នៅលើ IDE ឲ្យវាសរសេរឲ្យវា check code នៅលើ project យើងផ្ទាល់តែម្ដងអញ្ចឹងគ្រាន់តែជា warning ជាការដាស់តឿនមួយទេសម្រាប់អ្នករៀនហើយក៏សម្រាប់អ្នកដែលកំពុងធ្វើការដែរបើមិនជាយើងអត់ចាប់ផ្ដើមរៀនពី AI ទេខ្ញុំឧទាហរណ៍ដូចយើងមានកាលមុនយើងមានកង់3ដែលមានម៉ូតូសណ្ដោងមកនៅសុកចាប់ផ្ដើមមានកង់3ចេញពី Pass App មកហ្នឹង Grab ហ្នឹងប្រភេទកង់3ស៊េរីថ្មីហ្នឹងនៅសុកវាក៏ចូលមក replace យើងមកហ្នឹងអញ្ចឹងឥឡូវយើងនឹងឃើញសឹងតែមិនឃើញកង់3ដែលប្រើម៉ូតូសណ្ដោងទូរស័ព្ទដែលចុចប្រើប៊ូតុងយើងសឹងតែលែងឃើញមានអ្នកប្រើឃើញទេគេប្រើ touch screen អស់ហើយហ្នឹងហើយ software មួយចំនួនក៏គេជួបប្រើដែរអញ្ចឹងជា idea គ្រាន់តែចង់ឲ្យយើងដើរឲ្យទាន់ trend ដើរឲ្យទាន់ពិភពលោកដើរឲ្យទាន់ technology ដែលគេបត់ទៅហើយមួយទៀតគឺរំលឹកទៅដល់គ្រប់យ៉ាងដែលយើងបង្កើតហ្នឹងគឺវាត្រូវមានប្រភពរបស់វាគឺចេញពីអ្នកដែលគេរកស៊ីគេចង់បានរបស់មួយហ្នឹងដើម្បីគេយកទៅរកស៊ីបន្តវាសាមញ្ញអញ្ចឹងទេហើយចូលមើលអ្នករកស៊ីហ្នឹងគេលែងចង់បានរបៀបដែលយើងធ្វើហ្នឹងគឺចង់បានរបៀបលឿនជាងហ្នឹងរបស់លឿនជាងហ្នឹងហើយអាចតម្លៃសមរម្យជាងហ្នឹងទៀតសួរថាយ៉ាងម៉េចហ្នឹងហើយខ្ញុំយល់ដែរអារម្មណ៍ជាអ្នកសរសេរកូដអារម្មណ៍ជា developer ធម្មតាគាត់ចង់សរសេរហ្នឹងហើយបើយើងអ្នកសរសេរកូដយើងកាលមុនយើងប្រើតែ coder ហ្នឹងគឺបានន័យថាយើងស្មោះស្ម័គ្រជាមួយការសរសេរកូដព្រោះខ្ញុំមុនពេលមាន AI ក៏ខ្ញុំសរសេរកូដបង្កើត project ជាច្រើនហើយមានមួយថ្ងៃវល់ល្ងាចអង្គុយរហូតអត់ទៅណាសរសេរម្ដងបន្តិច research ពីអ៊ីនធឺណិតមកអញ្ចឹងទៅហ្នឹងហើយ fix វាអញ្ចឹងទៅគឺនាំដែលយើងបង្កើតបានអីមួយហ្នឹងគឺវាមានន័យមែនទែនសម្រាប់យើងណាហើយយើងយល់ថាការសរសេរកូដហ្នឹងគឺវាជាផ្នែកមួយនៃជីវិតរបស់យើងដែរហ្នឹងហើយខ្ញុំក៏យល់អញ្ចឹងដែរប៉ុន្តែផ្នែកមួយនៃជីវិតរបស់យើងហ្នឹងសួរថាទៅមុខទៅវាចិញ្ចឹមយើងបានអត់បើមិនជាយើងគ្រាន់តែចង់ដាក់ជាស្អីមួយដើម្បីអត្ថន័យជីវិតរបស់យើងដោយប្រើប្រាស់ការសរសេរកូដនេះយើងអាចមាន project របស់យើងមួយយើងអង្គុយសរសេរទៅជាន័យរបស់យើងហើយយើងទុកវានៅក្នុងសារមន្ទីររបស់យើងទៅថាមួយនេះគឺយើងបង្កើតដោយដៃឬក៏យើងមាន project ចាស់ហើយស្រាប់យើងទុកវាជានៅក្នុងសារមន្ទីរតែពួកខ្ញុំគិត project ខ្ញុំចាស់ខ្ញុំទុកវាថាជាស្នាដៃដែលកម្រព្រោះបើធៀបមួយបច្ចុប្បន្នយើងខ្ញុំឈប់សរសេរកូដដោយប្រើដៃហើយអញ្ចឹងមិនមែនថានិយាយពី AI សរសើរ AI នឹងមិនយល់ពីចិត្តអ្នកសរសេរកូដអ្នក developer ទេគឺខ្ញុំយល់ទេក៏ប៉ុន្តែពេលយើងធ្វើការច្រើនយើងយល់ពី business បានច្រើនយល់ពីអ្នកគេរកស៊ីគេគិតមិនអាហ្នឹងគឺយើងត្រឡប់មកគិតកន្លែងហ្នឹងវិញអូខេ